ngàyนี้យើងមកបើកប្រអប់600 Pro Max ម្ដងហើយនឹងធ្វើការតេស្តកាមេរ៉ាតែយើងចង់ដឹងថាកាមេរ៉ារបស់វានឹងច្បាស់ប៉ុណ្ណាយើងអាចមើលទស្សនានៅវីដេអូខាងក្រោយតែឥឡូវយើងធ្វើការបើកប្រអប់សិននៅក្នុងប្រអប់វាហ្នឹងគឺមាន drone មួយហើយតែ slab screw ហើយនឹង tele ណា tele តែ memory នេះគឺខាងខ្ញុំផ្ដល់ឲ្យទេអញ្ចឹងយើងមើលក្នុងហ្នឹងវាមានប៉ុណ្្នឹងទេវាមានសភៅណែនាំមានអីទៀតតែក្នុងនេះយើងអត់មានរៀបរាប់ពីវីដេអូណែនាំអីទេយើងគ្រាន់តែក្នុងការបើកប្រអប់និងធ្វើការពិនិត្យមើលកាមេរ៉ារបស់វាកាមេរ៉ាវាតើវាច្បាស់ប៉ុណ្ណាយើងអាចប្រើការបានអត់ drone នេះគឺ drone level ដំបូងទេគឺយើងអាចយកទៅថតបានណាថតបានតិចតួចឲ្យបានយើងអាចថាថតល្អដូចគេទេប៉ុន្តែយើងអាចយកមកថតត្រឹមវីដេអូល្មមបានតែយើងអាចមើលខ្លួនឯងថាកាមេរ៉ាខាងក្រោយគឺវាច្បាស់ប៉ុណ្ណាណាអូខេយើងចុចហើយយើងបើក drone ធម្មតាយើងដាក់នៅផ្ទៃរាបស្មើឲ្យកាមេរ៉ាវាដំណើរការសិនណាមើលកវាងាកឆ្វេងងាកស្ដាំឡើងលើចុះក្រោមអីរួចរាល់ហើយបានយើងយកទៅប្រហោះនឹងដំណើរការណាយើងអាចយកបើកភ្លាមយើងយកទៅប្រហោះភ្លាមមានតែបើកភ្លាមកាមេរ៉ាមិនទាន់ដំណើរការអីទេយើងយកទៅប្រហោះអញ្ចឹងឥឡូវយើងធ្វើការប្រហោះនេះនៅក្នុង indoor មានថាប្រហោះក្នុងផ្ទះគឺវាបើថាវានឹងខ្លាំងក៏វាមិននឹងខ្លាំងប្រហែលដែរមកល្មមរបស់វាណាល្មមមិននឹងយើងអាចថតបានណាយើងបិទ GPS បានយើងអាចប្រហោះក្នុងផ្ទះបានតែបើសិនជានៅខាងក្រៅផ្ទះយើងតតែបើក GPS នេះឃើញទេអស់នឹងតែសារតែវីដេអូនេះខ្ញុំថតបច្ឆោអញ្ចឹងបានក្របទៅវារៀងដាច់តិចតួចណាកាមេរ៉ារបស់វាច្បាស់ក្របបានទៅវាមិនdrone level ប៉ុណ្នេះគឺយើងអាចយកទៅលេងបានឥឡូវយើងមកមើលកាមេរ៉ាខាងក្រៅរបស់បងអូនគាត់ថតមកណាកាមេរ៉ានៅទេសភាពខាងក្រៅយើងមើលឃើញកាមេរ៉ាវាបានប៉ុណ្ណឹងណាកាមេរ៉ាប៉ុណ្ណឹងយើងមើលខ្លួនឯងទៅថាកាមេរ៉ាវាច្បាស់បានប៉ុណ្ណាអីល្អប៉ុណ្ណាយើងអាចមើលខ្លួនឯងយើងអាចថាចង់បានកាមេរ៉ាច្បាស់ឬក៏ហោះបានឆ្ងាយចឹងហើយយើងយកតម្លៃរៀងធូរក៏អត់បានដែរតែកាមេរ៉ាវាបានប៉ុណ្ណឹងយើងអាចទទួលយកបានគឺយើងអាចបានហើយយើងអាចប្រើបានយើងមិនអាចថាដល់ថ្នាក់ហោះបាន 4-5 គីឡូឬក៏ឆ្ងាយជាងនឹងឬខ្ពស់ជាងនឹងវាពិបាកដែរព្រោះវាប្រភេទដែល drone ដែលមានកម្រិតមាន gimbal ហើយតម្លៃធូរថ្លៃទេអញ្ចឹងយើងអាចយកទៅលេងបានឥឡូវយើងមកមើលកាមេរ៉ាមួយទៀតណាកាមេរ៉ាមួយប្លង់ទៀតដែលយើងធ្វើការតេស្តកម្រិតរបស់កាមេរ៉ារបស់វាណាកាមេរ៉ាវីដេអូយើងមិនមែនជាកាមេរ៉ាស្លឹកទេស្លឹកក៏វាថតបានច្បាស់ក៏បានដែរនិយាយទៅប្រភេទនេះត្រឹមតែ100ស្ដើងទេយើងអាចបានកម្រិតប៉ុណ្នេះគឺល្អប្រសើរហើយយើងមើលឃើញទេហើយកម្រិតវីដេអូរបស់វាគឺយកពី memory បាន30 frame ណា30 frame អញ្ចឹងកាមេរ៉ាវាថតមករៀង smooth ល្មមវាតែវាមិន smooth ខ្លាំងទេវាអាចល្មមដែលយើងអាចប្រាប់បានណាអញ្ចឹងយើងមើលកាមេរ៉ាទៅអូខេអរគុណច្រើនណាស់សម្រាប់ការទស្សនា